ជាដំបូងសូមជម្រាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាចូលជាមួយខ្ញុំបាទទីនហ្វូអាននៅក្នុងមុខជា Sensor Analysis System ហើយថ្ងៃនេះគឺពួកយើងធ្វើការអនុវត្តនៅក្នុងមេរៀន Diffuse Reflective Sensor អញ្ចឹងមុននឹងចូលដល់មេរៀនគឺពួកខ្ញុំសូមណែនាំពីសមាជិកក្រុមទី1គឺខ្ញុំទីនហ្វូអានទី2គឺ Wayne Long ទី3គឺអិនសវណ្ណរតនាអញ្ចឹងចូលដល់មេរៀនយើងគឺខ្ញុំបែងចែកមាតិកាជា5ចំណុចទី1គឺគោលបំណងនៃមេរៀននេះទី2គឺសម្ភារៈអនុវត្ត Accessory ទី3ការដំឡើងទី4ដំណើរការវាចុងក្រោយគេគឺផលប្រយោជន៍នៃ Sensor មួយនេះអញ្ចឹងចូលដល់ចំណុចទី1គឺគោលបំណងមេរៀននៅក្នុងមេរៀននេះគឺមានគោលបំណងចំនួន4ទី1គឺបានស្គាល់និងដឹងពីតួនាទីរបស់ sensor មួយនេះទី2គឺយល់ដឹងពីរបៀបប្រើប្រាស់ទី3ដឹងពីដំណើរការរបស់វាចុងក្រោយក៏ដឹងពីអត្ថប្រយោជន៍របស់ sensor មួយដែរអញ្ចឹងយើងចូលដល់ចំណុចទី2គឺសម្ភារៈអនុវត្តនិង accessory អញ្ចឹងក្នុងការអនុវត្តរបស់យើងគឺត្រូវមានសម្ភារៈដូចជាទី1គឺ accessory ដែលជាទូរវិសទី2គឺមាន board មួយនិងបង្គោល2ដែលវាជាជំនួយដល់ការដំឡើង sensor របស់យើងចុងក្រោយគេគឺត្រូវមាន Watt control ដែល Watt control យើងគឺបានចែកជា3ផ្នែកទី1គឺ input power ដែល power យើងនេះគឺចូលមកជាប្រភព AC ហើយចេញទៅវិញគឺជា DC តទៅទៀតគឺផ្នែកទី2គឺ terminal ក្នុង terminal យើងគឺបានចែកជា2ផ្នែកគឺទី1គឺកន្លែងដោតរុនសម្រាប់ដោតរុន sensor ហើយទៀតគឺ relay ហើយផ្នែកចុងក្រោយគេគឺផ្នែកទី3គឺផ្នែក output ដែល output យើងនេះគឺជាអំពូល output ដែលបានមកពីលទ្ធផលនៃការ test sensor ហើយចុងក្រោយគេគឺ diffuse reflective sensor ហើយយើងមើលរួមពីក្រៅទៅវាស្តីទៅនឹង retro reflective sensor ដែរហើយក្នុងការបែងចែកថាមួយណាជា retro reflective ហើយមួយណាជា diffuse reflective គឺងាយស្រួលទៅត្រង់ retro reflective ហ្នឹងវាត្រូវមាន MSR ជាជំនួយដើម្បីផ្លាត់ពន្លឺដែលចេញពី emitter ហ្នឹងទៅកាន់ receiver វិញហើយ diffuse reflective sensor វិញគឺវាអត់មានត្រូវការ MSR ទេគឺនៅពេលដែលមាន object អ្វីមួយឆ្លងកាត់វាពេលនោះគឺពន្លឺដែលចេញពី emitter ហ្នឹងគឺវានឹងប៉ះទៅនឹង object ហើយវាបំផ្លាញពី object វិញទៅ receiver វិញហើយក្នុង diffuse reflective sensor គឺ receiver គឺនៅផ្នែកខាងលើហើយ emitter គឺនៅផ្នែកខាងក្រោមហើយវាមានដូចគ្នាគឺខ្សែពណ៌ខ្មៅគឺតំណាងខ្សែ output ពណ៌ត្នោតគឺខ្សែបូកហើយខ្សែពណ៌ខៀវគឺខ្សែដកម្យ៉ាងទៀត diffuse reflective sensor នេះគឺវាមានលក្ខណៈពិសេសចំនួន3ទី1គឺចម្ងាយចាប់ target មានប្រវែងពី3និង4សង់ទីម៉ែត្រទៅ3និង4ម៉ែត្រទី2គឺអាចលេខតម្រូវមានភាពងាយស្រួលហើយទី3គឺអង្គតង់ស៊ីតេនៃពន្លឺដែលផ្លាត់មានស្ថិរភាពប្រតិបត្តិការនិងចម្ងាយនៃការចាប់ target ខុសគ្នាទៅតាមលក្ខខណ្ឌឧទាហរណ៍ថាពណ៌និងភាពរលោងរបស់វាលើផ្ទៃនៃវត្ថុលើសពីនេះទៀតគឺ diffuse reflective sensor នោះគឺជាប្រភេទ sensor NPN ដោយរូបsequenceដែលខ្ញុំបានលើកមកបង្ហាញហើយកន្លែងដែលបញ្ជាក់ថាវាគឺជា NPN គឺត្រង់កន្លែងដែលខ្ញុំបានគូនរង្វង់នេះហើយក្នុងការមើលថាមួយណាជា NPN ឬក៏ PNP គឺត្រង់រូបភាពមួយនេះដែលផ្នែកខាងឆ្វេងគឺតំណាងឲ្យ NPN ហើយផ្នែកខាងស្ដាំគឺតំណាងឲ្យ PNP អញ្ចឹងឥឡូវយើងចូលដល់ចំណុចទី3គឺការដំឡើងអញ្ចឹងនៅក្នុងការដំឡើងជាដំបូងគឺយើងត្រូវមាន diffuse reflective sensor ជាមុនសិនហើយបន្តមកទៀតគឺយើងត្រូវយក diffuse reflective sensor ហ្នឹងដាក់នៅលើ board ជំនួយហើយយើងត្រូវយកដុំបង្គោលជំនួយដាក់ពីលើវាហើយយើងមកទៅអនដើម្បីឲ្យដុំបង្គោលជំនួយហ្នឹងឆក់ជាប់ទៅលើ board ជំនួយតមកទៀតយើងត្រូវពិនិត្យមើលខ្សែទាំង3របស់ diffuse reflective sensor ដែលខ្សែពណ៌ខ្មៅគឺខ្សែ output ខ្សែពណ៌ខៀវគឺខ្សែដកហើយខ្សែពណ៌ត្នោតគឺខ្សែបូកហើយយើងត្រូវយកខ្សែទាំង3ហ្នឹងដាក់ចូលរុនធ្វើម្ដងឲ្យទៅតាមរុននីមួយៗរបស់វាហើយក្នុងការ test sensor មួយនេះគឺយើងមាន object ចំនួន5ទី1គឺចានពណ៌សទី2គឺចានពណ៌ខ្មៅទី3គឺកាតទី4គឺកញ្ចក់ហើយទី5គឺ object ខ្លាដែលជាថង់ខ្លាអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី4គឺដំណើរការនៃការអនុវត្តអញ្ចឹងជាដំបូងយើងធ្វើការអនុវត្តទៅលើដែលមានន័យថាប្រសិនបើមាន object អ្វីមួយឆ្លងកាត់ sensor នោះវានឹងអំពូលនឹងរលត់ប៉ុន្តែបើគ្មានអ្វីឆ្លងកាត់វានោះទេនោះអំពូលនឹងភ្លឺជាដំបូងគឺយើងធ្វើការអនុវត្តទៅលើចានពណ៌សយើងឃើញថាប្រវែងដែល sensor អាចចាប់ចានពណ៌សបានគឺមានចម្ងាយចន្លោះពី0ទៅដល់18សង់ទីម៉ែត្រប្រសិនបើយើងដាក់ហួសពី18សង់ទីម៉ែត្រនោះអំពូលនឹងរលត់ហើយរីឯចានពណ៌ខ្មៅវិញគឺចន្លោះពី0ទៅដល់7សង់ទីម៉ែត្រហើយកាតវិញគឺរហូតដល់18សង់ទីម៉ែត្ររីឯកញ្ចក់វិញគឺវាស់បានឆ្ងាយជាងគេរហូតដល់ប្រហែល40សង់ទីម៉ែត្របន្ទាប់មកទៀតយើងក៏យក accessory មួយទៅលើ click ដើម្បីធ្វើការអនុវត្តទៅលើ line mode ដែលមានន័យថាប្រសិនបើមាន object អ្វីមួយឆ្លងកាត់ sensor នោះអំពូលនឹងភ្លឺប៉ុន្តែបើគ្មានអ្វីឆ្លងកាត់ sensor នោះទេនោះអំពូលនឹងរលត់ហើយការអនុវត្តទៅលើ dark mode វាដូចគ្នាទៅនឹងការអនុវត្តទៅលើ line mode ដែរដោយជាដំបូងគឺយើងធ្វើការ test ទៅលើចានពណ៌សយើងឃើញថាប្រវែងដែល sensor អាចចាប់ចានពណ៌សបានគឺចន្លោះពី0ដល់18សង់ទីម៉ែត្រដែរហើយរីឯចានពណ៌ខ្មៅវិញគឺចន្លោះពី0ដល់7សង់ទីម៉ែត្រដែរហើយឯកាតវិញគឺរហូតដល់18សង់ទីម៉ែត្ររីឯកញ្ចក់វិញគឺរហូតដល់ប្រវែងប្រហែល40សង់ទីម៉ែត្រអញ្ចឹងឥឡូវយើងចូលដល់ចំណុចចុងក្រោយគឺអត្ថប្រយោជន៍នៃ sensor មួយនេះអញ្ចឹងផលប្រយោជន៍នៃ sensor មួយនេះគឺវាច្រើនគេប្រើក្នុងវិស័យដឹកជញ្ជូនគឺប្រើនៅពេលចាប់រថយន្តដែលជាទិន្នន័យហើយបញ្ជូនទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ការដឹកជញ្ជូនប្រើនៅក្នុងវិស័យរោងចក្រឧស្សាហកម្មគឺជាពិសេសគឺនៅក្នុងរោងចក្រចំណីអាហារហើយចុងក្រោយគឺប្រើនៅក្នុងជីវភាពប្រចាំថ្ងៃគឺភាគច្រើនគេប្រើសម្រាប់បើកទ្វារអូតូ